ប្រសិនបើអ្នកជាប្រពន្ធសូមស្ដាប់ខ្ញុំអ្វីដែលប្តីរបស់អ្នកត្រូវការបំផុតពីអ្នកមិនមែនការចម្អិនអាហាររបស់អ្នកនោះទេមិនមែនការបោសសម្អាតផ្ទះនោះទេហើយក៏មិនមែនអ្វីដែលអ្នកធ្វើសម្រាប់គាត់ប៉ុន្តែអ្វីដែលប្តីរបស់អ្នកត្រូវការបំផុតពីអ្នកនោះគឺការគោរពនិងឲ្យតម្លៃស្ដាប់ខ្ញុំនិយាយឲ្យអស់សិនមនុស្សស្រីត្រូវការក្តីស្រឡាញ់ប៉ុន្តែមនុស្សប្រុសត្រូវការការគោរពនិងឲ្យតម្លៃប្រពន្ធខ្ញុំតែងតែសួរខ្ញុំថាបងស្រឡាញ់អូនអត់ទោះបីជាគាត់ដឹងច្បាស់នៅក្នុងចិត្តរបស់គាត់ថាខ្ញុំស្រឡាញ់គាត់ប៉ុណ្ណាក៏ដោយក៏គាត់នៅតែត្រូវការពាក្យបញ្ជាក់ថាខ្ញុំស្រឡាញ់គាត់ដែរឬទេរីឯប្តីវិញប្តីត្រូវការការគោរពឲ្យតម្លៃប្រហែលជាពេលខ្លះយើងនិយាយថាប្តីខ្ញុំធ្វើខ្លួនមិនគួរឲ្យគោរពឲ្យតម្លៃសោះកន្លែងហ្នឹងហើយដែលជាបញ្ហាដោយសារតែគាត់ត្រូវការការគោរពនិងឲ្យតម្លៃពីប្រពន្ធរបស់គាត់បើសិនបើគាត់មិនទទួលបានការគោរពឲ្យតម្លៃពីផ្ទះសម្បែងរបស់គាត់ពីប្រពន្ធគាត់នឹងទៅរកកន្លែងផ្សេងដើម្បីទទួលបានការគោរពនិងឲ្យតម្លៃចំណុចសំខាន់នោះគឺនៅពេលដែលគាត់ទទួលបានការគោរពឲ្យតម្លៃគាត់នឹងចាប់ផ្ដើមធ្វើបន្ថែមទៀតសម្រាប់អ្នកនិងគ្រួសារអ្នកប៉ុន្តែប្រសិនបើគាត់មិនទទួលបានការគោរពនិងឲ្យតម្លៃគាត់នឹងចាប់ផ្ដើមប្រងើយកន្តើយគាត់ចាប់ផ្ដើមមិនអើពើគាត់ចាប់ផ្ដើមធ្វើតិចទៅនៅក្នុងផ្ទះនិងនៅក្នុងភាពជាប្តីរបស់គាត់ប្រសិនបើអ្នកចង់ឲ្យប្តីរបស់អ្នកធ្វើបន្ថែមទៀតស្រឡាញ់អ្នកបន្ថែមទៀតអ្នកត្រូវគោរពឲ្យតម្លៃទៅកាន់គាត់ប្រាប់គាត់ថាអ្នកគោរពស្រឡាញ់គាត់ប៉ុណ្ណាសរសើរគាត់នៅពេលដែលគាត់ធ្វើអ្វីមួយសម្រាប់អ្នកអរគុណគាត់ដែលបានគ្រប់គ្រងមកកាន់គ្រួសារមួយនេះប្រាប់ទៅកាន់កូនរបស់យើងឲ្យសរសើរប៉ារបស់គេឲ្យពួកគេប្រាប់ទៅកាន់ប៉ាគេថាពួកគាត់អស្ចារ្យប៉ុណ្ណាជារៀងរាល់ថ្ងៃប្រពន្ធកូនខ្ញុំតែងតែលើកទឹកចិត្តខ្ញុំសរសើរខ្ញុំនិងប្រាប់ខ្ញុំថាខ្ញុំបានធ្វើល្អប៉ុណ្ណាសម្រាប់ពួកគេនិងក្រុមគ្រួសារមួយនេះហើយពាក្យទាំងអស់នេះបានធ្វើឲ្យខ្ញុំកាន់តែប្រឹងប្រែងសម្រាប់កូនខ្ញុំនិងប្រពន្ធខ្ញុំបន្ថែមទៀតប្តីមិនមែនជាស៊ូប៉ឺមែនទេប្តីក៏ជាមនុស្សដែរ